បាទអូខេសូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Video Resource ជាថ្មីនៅថ្ងៃនេះថ្ងៃនេះផងដែរខ្ញុំបានបង្ហាញវីដេអូថ្មីមួយទៀតហើយអំពីរបៀបតេស្តផ្ទាល់ឬក៏របៀបនៃការដាក់ក្នុងការប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ 5G គ្រប់ទូរស័ព្ទដៃទាំងអស់ជាពិសេសទូរស័ព្ទដៃប្រភេទ Android និង iOS ដែលអ្នកទាំងអស់គ្នាកំពុងតែមើលនៅលើអេក្រង់ screen មួយនេះចំពោះការដាក់ប្រើនៅ iOS នៅថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបផ្សេងជាច្រើនខ្លាំងមែនទែនហើយអ្នកទាំងអស់គ្នាអាចទស្សនាវីដេអូមួយនេះបានតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Like Subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីជារៀងរាល់ថ្ងៃពី Channel Video Resource ផងដែរបាទអរគុណច្រើនទុកជាមុនអ្នកទាំងអស់គ្នាថ្ងៃនេះនៅក្នុងវីដេអូរបស់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីចំណុចទី1ដែលធំនោះគឺរបៀប set up នៅគណនី 5G របស់យើងតាមរយៈ iPhone ហើយបើសិនជាបងប្អូនទាំងអស់គ្នាប្រើប្រព័ន្ធប្រតិបត្តិការ Android បងប្អូនក៏អាចមើលនៅក្នុងវីដេអូ iPhone របស់ខ្ញុំមួយនេះដែលជាចំណេះដឹងត្រួសដើម្បីបង្ហាញទៅកាន់អ្នកទាំងអស់គ្នាផងដែរខ្ញុំនឹងបង្ហាញមួយទៀតអំពីរបៀប check នៅ internet speed សម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់នៅ iPhone ហើយបងប្អូនចង់ check ថាតើល្បឿន internet 5G ប៉ុណ្ណាខ្ញុំនឹងបង្ហាញឲ្យបងប្អូនទាំងអស់គ្នាក៏បានទស្សនាដូចគ្នាក្នុងវីដេអូមួយនេះហើយជាពិសេសខ្ញុំនឹងcheck មើលតើទីតាំងមួយណាដែលអ្នកទាំងអស់គ្នានឹងទទួលបាន 5G ហើយនៅកន្លែងណាខ្លះដែលមានសាខា 5G ឬក៏ការរត់ update 5G ហ្នឹងមកដល់អញ្ចឹងមួយទៀតនោះគឺយើងនឹងបានដឹងអំពីអត្ថប្រយោជន៍ចំនួន5ដែលយើងនឹងទទួលបានហើយស្ដាប់ជាចំណេះដឹងថ្មីដូចគ្នាផងដែរអរគុណច្រើនទុកជាមុនអ្នកទាំងអស់គ្នាអញ្ចឹងរបៀបនៃការដំឡើងនៅកម្រិត 5G របស់យើងនៅថ្ងៃនេះគឺបងប្អូនទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាប្រើនៅទូរស័ព្ទដៃ iPhone បងប្អូនទាំងអស់គ្នាអាចចុចបើក setting app របស់បងប្អូនទាំងអស់គ្នានៅកន្លែងនេះគឺជា setting app របស់ខ្ញុំហើយដំណាក់កាលមួយនេះគឺខ្ញុំបញ្ជាក់ផងដែរថាយើងនឹងទៅធ្វើការកំណត់នៅ 5G ដែលចាប់ផ្ដើមពី iOS 18ឡើងដល់ iOS 26.2 ឬក៏ 26.1 ក៏បានដែរអញ្ចឹងសម្រាប់បងប្អូនដែលប្រើ iOS ប្រភេទហ្នឹងងាយស្រួលខ្លាំងមែនតើសម្រាប់ឲ្យយើងនៅក្នុងការដំឡើងនៅកម្រិតពី 4G ទៅដល់ 5G Auto ឬក៏ 5G តាមរយៈ SIM របស់យើងអញ្ចឹងណាហើយខ្ញុំបញ្ជាក់ផងដែរថាខ្ញុំដំឡើងនេះគឺនៅក្នុង eSIM របស់ខ្ញុំនោះទេ eSIM របស់ខ្ញុំគឺខ្ញុំប្រើប្រព័ន្ធប្រតិបត្តិការ SIM Smartphone ដែលបងប្អូនទាំងអស់គ្នាមាននៅក្នុងប្រទេសខ្មែររបស់យើងរួចហើយអាចដំឡើងឬក៏ចង់ប្រើ eSIM ដូចខ្ញុំអ្នកនរគ្នាអាចប្រើប្រាស់ឬក៏ទៅសាខាក្រុមហ៊ុនរបស់ Smartphone, Safe Card ឬក៏សាខារបស់ក្រុមហ៊ុន Smart ក៏បានដែរបងប្អូនទាំងអស់គ្នាការដំឡើងនោះគឺបងប្អូនទាំងអស់គ្នាត្រូវចូលទៅកន្លែង cellular នៅកន្លែងនេះហើយនេះគឺជាលេខទូរស័ព្ទរបស់ខ្ញុំ primary phone របស់ខ្ញុំគឺមានលេខ088ចឹងទៅបូក855ខ្ញុំនឹងចុចកន្លែង primary នៅកន្លែងនេះដោយសារតែខ្ញុំប្រើប្រាស់ SIM បានតែមួយនេះទេសម្រាប់ទូរស័ព្ទ iPhone របស់ខ្ញុំគឺខ្ញុំប្រើទូរស័ព្ទដៃ iPhone 14 អីហ្នឹងឯងអញ្ចឹងនេះគឺជាទូរស័ព្ទដៃរបស់ខ្ញុំហើយខ្ញុំប្រើបានតែ eSIM នោះទេនេះគឺជា eSIM របស់ខ្ញុំដែលប្រើប្រព័ន្ធប្រតិបត្តិការ smartphone ហើយនេះគឺជាលេខទូរស័ព្ទមានការកំណត់ផ្សេងcell LAN label អីចឹងទៅបាទកន្លែងដែលខ្ញុំត្រូវការធ្វើការដំឡើង 5G នោះគឺបងប្អូនទាំងអស់គ្នាមើលកន្លែង voice and data អញ្ចឹងសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS នៅក្នុងទូរស័ព្ទដៃ iPhone តលរបស់យើងគឺងាយស្រួល check ឬក៏ចូលមកខ្លាំងមែនទែនបើបងប្អូនទាំងអស់គ្នាប្រើ iOS ធំខ្ពស់គឺលឿននិងរហ័សប៉ុន្តែបើ iOS ទាបដូចប្រើនៅ 7 Plus ឬក៏ 8 Plus ឬក៏ iPhone X iPhone 11 12អីខ្ញុំគិតថាប្រហែលជាអ្នកនរគ្នាពិបាកចូលនៅក្នុងការ update ឬក៏ដំឡើងបន្តិចវីដេអូនេះរៀងបញ្យល់បងប្អូនទាំងអស់គ្នារៀងក្បោះក្បាយបន្តិចហើយអាចនឹងវីដេអូវែងអញ្ចឹងបើអ្នកនរគ្នាចង់មើលបន្តទៀតសូមរីករាយជានិច្ចអញ្ចឹងខ្ញុំចុចកន្លែង voice and data នៅកន្លែងនេះបន្ទាប់មកនេះគឺជាជម្រើសរបស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចមើលឃើញបានទី1គឺ 3G ទី2គឺ 4G ទី5គឺឥឡូវនេះគឺ load 5G on ហើយនិង 5G auto ហើយអញ្ចឹងការ update មួយនេះផងដែរគឺខ្ញុំបានជ្រើសរើសយក 5G on បើអ្នកនរគ្នាយក 5G auto គឺកម្រិតនៃការប្រើប្រាស់ 5G ឬក៏កន្លែងដែលអ្នកនរគ្នាប្រើប្រាស់ឧទាហរណ៍ថាកន្លែងដែលអត់មាន 5G នឹងធ្លាក់អូតូទៅវិញដោយប្រើប្រាស់លេខចំនួននៅកន្លែងនេះរបស់យើងនៅកន្លែងនេះរបស់យើងគឺ 4G ហើយនៅពេលដែលធ្លាក់គឺនៅតែកម្រិតយើងធ្លាក់មកវិញហើយរៀង slow បន្តិចចឹងណាប៉ុន្តែបើសិនជាអ្នកនរគ្នាប្រើប្រាស់នៅ 5G on mode 5G on នៅកន្លែងនេះបងប្អូនទាំងអស់គ្នាអាចបន្ថែមឬក៏លក្ខណៈថាជំរុញឲ្យទូរស័ព្ទដៃរបស់យើងនឹងទោះបីជាទៅដល់កន្លែងដាច់សញ្ញាទៅដល់កន្លែងណាដូចជាតាមភូមិតាមស្រុកតាមទីប្រជុំជនមួយចំនួនដែលអត់មាន 5G ធ្លាក់ទៅ 4G ក៏អាចថា balance ទេឬ
ក៏ចាប់ signal ដែលប្រើប្រាស់ 5G ហើយអាចបញ្ជូន internet speed របស់យើងបានយ៉ាងល្អដែរអញ្ចឹងនេះគឺជាការយល់ឃើញរបស់ខ្ញុំទេចំពោះការបញ្យល់ឲ្យបានលម្អិតដូចគ្នាថាតើអ្នកនរគ្នាគួរប្រើប្រាស់ពីរហ្នឹងតើមួយណាដែលអ្នកនរគ្នាគួរប្រើប្រាស់ទី1 5G on ទី2 5G auto ហ្នឹងបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើ 5G on ឥឡូវនេះគឺខ្ញុំកំពុងតែប្រើ 5G on ហើយតំបន់ដែលខ្ញុំប្រើនេះគឺដូចដែលខ្ញុំបានដាក់នៅក្នុងវីដេអូអញ្ចឹងគឺមាត់ស្ទឹងនៃខេត្តសៀមរាបបងប្អូនអាចឃើញនៅក្នុង footage នៅពេលយប់ហើយខ្ញុំ record វីដេអូនេះនៅពេលយប់ដូចគ្នាអ្នកនរគ្នាបានឃើញហើយនេះគឺជាការដំឡើងនៅប្រព័ន្ធប្រតិបត្តិការ 5G នៅក្នុងទូរស័ព្ទដៃ iOS សម្រាប់យើងប្រើប្រាស់អញ្ចឹងអ្នកនរគ្នាប្រកាសជាចង់ដឹងហើយថាតើការដំឡើងប្រព័ន្ធប្រតិបត្តិការ 5G ហ្នឹងតើមាន speed ល្បឿនប៉ុន្មានដែរសម្រាប់យើងប្រើប្រាស់ឬក៏អាចហក់លោតទៅដល់ប្រមាណ megabyte សម្រាប់ឲ្យយើងដែលជាអតិថិជនហ្នឹងប្រើប្រាស់ខ្ញុំបញ្ជាក់មួយទៀតដែរថាការប្រើប្រាស់ 5G នេះគឺមិនសម្រាប់តែប្រព័ន្ធប្រតិបត្តិការ smartphone នោះទេទាំង smart ទាំង cell card ឬក៏ Ctel ខ្ញុំគិតថាតែមានតែ smartphone ហើយនិង cell card ទេដែលកំពុងតែដំឡើងដល់ 5G ហើយសម្រាប់ឆ្នាំ2026នេះគឺនៅដើមឆ្នាំចាប់ពីថ្ងៃទី1នឹងតែម្ដងព្រោះថាពេលនេះខ្ញុំទំនេរទៅខ្ញុំធ្វើជាវីដេអូបង្ហាញខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីល្បឿននៃការប្រើប្រាស់អ៊ីនធឺណិតបើសិនជាបងប្អូនចង់ check បងប្អូនអាចមើលតាមការណែនាំរបស់ខ្ញុំបានជាដំបូងនោះបងប្អូនអាចប្រើប្រាស់ Google Chrome ហើយបងប្អូនចូល Google Chrome បែបជាមួយខ្ញុំតាមខ្ញុំបែបនេះហើយបងប្អូន search ពាក្យថា Speed Test iOCLA អញ្ចឹងទៅបាទនៅក្នុង iOS របស់យើងក៏មានជា app ដូចគ្នាដែលបងប្អូនអាចដំឡើងនៅក្នុង App Store ឬក៏ Play Store របស់បងប្អូនឥឡូវនេះក៏មានជា app ដែរគ្រាន់តែខ្ញុំអត់ទាន់បានដំឡើងទៅខ្ញុំត្រូវប្រើប្រាស់ការ download ហើយបង្ហាញអ្នកនរគ្នាតែម្ដងអញ្ចឹងនេះគឺជា Speed Test iOCLA របស់ខ្ញុំអ្នកនរគ្នាអាចចុចតាម website ក៏បានដែរតែខ្ញុំបានបង្ហាញដើម្បី test នៅ internet speed របស់យើងតើយើងមានទំហំឬក៏ចំនួនប្រមាណ try the app ឬក៏យើងចង់ continue នៅក្នុង web មួយនេះខ្ញុំយកពាក្យថា continue on the web ហើយសូមអធិស្ឋានសម្រាប់សំឡេងរំខានដោយសារខ្ញុំ record នៅខាងក្រៅវាមាន noise មានអីដែលរំខានខ្លាំងបន្តិចហើយបងប្អូនអ្នកនរគ្នានៅកន្លែងនេះផងដែរខ្ញុំចុចពាក្យ go សម្រាប់ការប្រើប្រាស់អញ្ចឹងយើងនឹងតេស្តអ៊ីនធឺណិតរបស់យើងថាតើ speed របស់យើងទទួលបានប្រមាណដែរបាទវ៉ាវបងប្អូនទាំងអស់គ្នា speed របស់ខ្ញុំគឺកំពុងតែ load ហើយកំពុងតែ recognize ឲ្យយើងបន្តិចទៀតគេនឹង load ជាខ្សែនៃបន្ទាត់ប្រេកង់មួយឲ្យយើងងាយស្រួលថាតើយើងមាន speed ដែលសរុបឬក៏មធ្យមភាគនៃការប្រើប្រាស់ហ្នឹងគឺចំនួនប្រមាណឥឡូវនេះខ្ញុំបានតេស្តរួចរាល់ចំពោះ speed នៃការ download នោះគឺចំនួន 124.40 MB ដែលជា speed 5G របស់ក្រុមហ៊ុន Smartphone ផ្ទាល់ហើយ speed upload ខ្ញុំអត់អាចមើលបានទេដូចបងប្អូនប៉ុន្តែខ្ញុំដឹងថា speed upload របស់យើងក៏ទទួលបានច្រើនដូចគ្នាដែរសម្រាប់តំបន់ដែលនៅមាត់ស្ទឹងអញ្ចឹងណានេះគឺជាតំបន់នៅក្នុងកណ្ដាលខេត្តក្រុងសៀមរាបតែម្ដងខ្ញុំបានចំណាយពេលជិះដើម្បី check ជាមួយអ្នកមួយទៀតបងប្អូនទាំងអស់គ្នាខ្ញុំដោយសារតែខ្ញុំបានបង្ហាញអ្នកនរគ្នានៅក្នុងទូរស័ព្ទដៃហើយការតេស្តអញ្ចឹងឥឡូវនេះទូរស័ព្ទរបស់ខ្ញុំកំពុងតែ share hotspot ហើយកំពុងតែប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ 5G ដូចគ្នាខ្ញុំនឹងតេស្ត signal ដែលខ្ញុំកំពុង share hotspot ទៅ computer របស់ខ្ញុំនេះហើយបងប្អូនទាំងអស់គ្នាមើលថាមានទំហំចំនួនប្រមាណអញ្ចឹងណាជាមួយការប្រើប្រាស់ megabyte ហ្នឹងខ្ញុំចុចនៅក្នុង Google Chrome របស់ខ្ញុំហើយខ្ញុំសេចពាក្យថា speed test by Ookla ហើយខ្ញុំចុចពាក្យ go នៅកន្លែងនេះដើម្បី check ឲ្យបងប្អូនទាំងអស់គ្នាបាទសម្រាប់ល្បឿនអ៊ីនធឺណិតរបស់ខ្ញុំគឺលឿនខ្លាំងមែនទែនអ្នកនរគ្នាអាចមើលបានគឺ screen ធំទូលាយខ្លាំងជាងនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំអ្នកនរគ្នាអាចមើលពេញភ្នែកបានចំពោះការ test speed មួយនេះអញ្ចឹងល្បឿនកំពុងតែរោល្បឿននៃការ speed នៃការ upload របស់ខ្ញុំដូចគ្នាបើខ្ញុំចង់ upload វីដេអូដែលខ្ញុំកំពុង upload នេះតើល្បឿននៃការ upload នេះគឺចំនួនប្រមាណ megabyte អញ្ចឹងឥឡូវនេះខ្ញុំរោឃើញ speed នៃការ download នេះគឺនៅពេលដែលខ្ញុំ share hotspot ពីទូរស័ព្ទដៃរបស់ខ្ញុំមកនេះគឺ 5G ក៏យើងអាចប្រើប្រាស់បាន107 megabyte 50ជាមួយនឹងប្រព័ន្ធមួយនៅ computer របស់យើងគឺ MacBook ផ្ទាល់ហើយចំពោះ speed upload របស់យើងវិញគឺយើងក្នុងនេះគឺគ្រាន់បើដែរបងប្អូនទាំងអស់គ្នាជិតដល់50 MB សម្រាប់យើងធ្វើការ upload វីដេអូតាម Facebook Page តាម TikTok ឬក៏តាម YouTube ផ្ទាល់យើងអាចប្រើប្រាស់បានប៉ុណ្ណឹងខ្ញុំគិតថាល្មមហើយលឿនរហ័សល្អប៉ុន្តែអាចនឹងស៊ីលុយរៀងមុំឬក៏អាចថាច្រើនបន្តិចបន្តួចដើម្បីលើសពីការប្រើប្រាស់នៃការ 4G អញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹង speed របស់យើងទាំងអស់ upload នោះគឺ 46.45 MB បាទ speed ល្អគ្រាន់បើអ្នក
អ្នកនរគ្នាគឺខ្លាំងមែនទែនចំពោះ 5G ខ្ញុំក៏សរសើរហើយយើងនឹងទស្សនាវីដេអូដែលខ្ញុំចូលបន្តទៀតនៅចប់ទៅបន្ទាប់ពីយើងបានទស្សនាអំពីរបៀបនៃការដំឡើងប្រព័ន្ធនៅក្នុងប្រព័ន្ធប្រតិបត្តិការ 5G ឬក៏របៀប share hotspot ឬក៏ការ share hotspot ពីទូរស័ព្ទខ្ញុំដែលប្រើ 5G ទៅ MacBook របស់ខ្ញុំគឺអ្នកនរគ្នាបានឃើញហើយ speed ល្អខ្លាំងមែនទែនអញ្ចឹងយើងនឹងទៅទស្សនាវីដេអូបន្តដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីចំណុចផ្សេងៗដែលយើងគួរតែយល់ដឹងសម្រាប់ប្រព័ន្ធប្រតិបត្តិការ 5G នៅដូចគ្នាតោះអ្នកគ្នាអញ្ចឹង speed របស់យើងនៅពេលដែលយើងមាន 5G ពេញលេញហើយ 5G អត់ drop down ឬក៏អត់ធ្លាក់ទៅ 4G វិញគឺយើងនឹងទទួលបានចំនួនច្រើនខ្លាំងមែនទែនច្រើន megabyte នៃការប្រើប្រាស់ហើយលឿនល្អរហ័សថែមទៀតផងចំពោះករណី 5G របស់យើងអញ្ចឹងនេះគឺជារបៀបនៃការ check speed internet របស់យើងហើយខ្ញុំក៏បញ្ជាក់ផងដែរថានៅតាមជនបទនៅតាមកន្លែងមួយចំនួនគឺមិនទាន់មាន 5G នៅឡើយនោះទេគេគឺក្រុមហ៊ុនទាំងអស់គឺបានកំពុងតែធ្វើការជាមួយនឹងក្រសួងប្រៃសណីយ៍នៅក្នុងការប្រើប្រាស់នៅក្នុងការដំឡើងឬក៏នៅក្នុងការបានដាក់តាមភូមិតាមអីកំពុងតែរៀបចំដូចគ្នាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដែលនៅតាមជនបទឬក៏ទីប្រជុំជនឬក៏កន្លែងដែលដាច់ស្រយាលមួយចំនួនសូមបងប្អូនទាំងអស់គ្នាអាចទ្រាំរង់ចាំទៅប្រហែលជាបងដែលបងគាត់ធ្វើការខាងប្រៃសណីយ៍ឬក៏ខាង SIM card ផ្សេងគាត់កំពុងតែអាប់ដេតសម្រាប់ពួកយើងដូចគ្នាផងដែរខ្ញុំបង្ហាញនេះគឺវីដេអូនៅកណ្ដាលក្រុងនោះទេអ្នកនរគ្នាអាចចំណាយពេលឬក៏មើលបន្តទៀតបានពាក់ព័ន្ធអំពីវីដេអូមួយនេះក្នុងការអាប់ដេតនោះគឺសម្រាប់ 5G ប្រទេសកម្ពុជារបស់យើងត្រូវបានអាប់ដេតបាន 5G ហ្នឹងគឺចាប់ផ្ដើមពីថ្ងៃទី1ខែមករាឆ្នាំ2026តលតែម្ដងដោយក្រសួងបេសនីហើយសាខានោះមានច្រើនសាខាខ្លាំងមែនទែនគឺភ្នំពេញសៀមរាបកណ្ដាលស្វាយរៀងកំពង់ស្ពឺតាកែវកំពង់ធំព្រៃវែងក្រចេះកំពង់ឆ្នាំងពោធិ៍សាត់ស្ទឹងត្រែងនិងកំពតសម្រាប់ចំណុចទី2នោះក្រុមហ៊ុនទាំង3បានរួមចំណែកមួយដើម្បីដំឡើង 5G គឺសហការរួមគ្នាជាមួយនឹងក្រសួងប្រៃសណីយ៍ដើម្បីឲ្យដំណើរការនៅប្រព័ន្ធប្រតិបត្តិការ 5G នេះកាន់តែលឿនហើយអាប់ដេតដើមឆ្នាំតែម្ដងបាទខ្ញុំរីករាយពេញចិត្តនៅក្នុងការប្រើប្រាស់មែនទែនសម្រាប់ចំណុចមួយនេះហើយអរគុណទៅដល់ក្រុមហ៊ុនទាំង3ដែលមាន Smart Cell Card ហើយនិង Smartphone ដែលបានដាក់ប្រើប្រាស់សម្រាប់ពួកយើងទាំងអស់គ្នាចំណុចទី3នោះគឺអត្ថប្រយោជន៍នៃ 5G គឺយើងប្រៀបធៀបនឹង 4G គឺល្បឿនលឿនជាង 4G គុណរហូតដល់10ដងនោះបាទហើយធ្វើឲ្យការងាររបស់យើងមានលំហូរល្អឆាប់រហ័សហើយនៅពេលដែលយើងប្រើប្រាស់ទៅយើងអាចមើលវីដេអូដែលជាប្រភេទ HD ដោយមិនតាក់ហើយយើងមាន signal internet load មករហូតអញ្ចឹងប្រព័ន្ធឆ្លាតសិទ្ធិអីបាទអញ្ចឹងចំណុចទី4នោះគឺការបានអាប់ដេតនេះគឺដោយសារតែដើម្បីចង់ឲ្យប្រទេសរបស់យើងមានការរីកចម្រើនសម្រាប់ពេលអនាគតជាពិសេសការដាក់ដំឡើងនៃសេវា 5G នៅពេលក្រោយដូចក្រុមហ៊ុនទាំងអស់គាត់នឹងព្យាយាមពង្រឹងឬក៏ព្យាយាមអាប់ដេតឲ្យបានរួចរាល់សម្រាប់ការប្រើប្រាស់ 5G នៅក្នុងប្រទេសរបស់យើងគ្រប់ទីកន្លែងក៏បានល្អដូចគ្នាដែរនៅចុងក្រោយដែលជាចំណុចទី5នោះគឺមតិប្រជាជននាពេលថ្មីគឺគាត់បានថាអ្នកប្រើប្រាស់បានចែកម្លែកថាអាចទទួលបានល្បឿនខ្លាំងនៅតំបន់ដែលមាន 5G ហើយនៅតែនៅតំបន់ខ្លះនៅភ្នំពេញនៅតែមានសេវា 4G បន្តដដែលអញ្ចឹងណាសម្រាប់ចម្លើយនោះគេដាក់ថាព្រោះដោយសារតែ coverage មិនទាន់គ្រប់ទេអញ្ចឹងគឺទីតាំងរបស់យើងគឺទាមទារឲ្យក្រុមហ៊ុនត្រូវការអាប់ដេតច្រើនផ្សេងបន្តទៀតដូចគ្នាអញ្ចឹងនេះគឺជាចំណុចទាំង5ហើយអំពីរបៀបនៃការដំឡើងនៅគណនី 5G ហើយនិងរបៀបនៃការតេស្តអ៊ីនធឺណិតផ្ទាល់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយនៅក្នុងទូរស័ព្ទដៃរបស់យើងផ្ទាល់ដូចគ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនានៅវីដេអូរបៀបដំឡើងនៅ 5G ទាំងការ check internet speed ហើយនិងការស្ដាប់នៅចំណុចល្អទាំង5ដែលខ្ញុំបានបង្ហាញអំបញ្ញអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ដូច្នេះសូមកុំភ្លេចចុច like subscribe និងសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗបែបនេះថ្មីៗជារៀងរាល់ថ្ងៃពី Channel VD Resource ផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នាបន្តទៀតនៅវីដេអូក្រោយតាមពេលវេលានិងម៉ោងដដែល